នៅក្នុងប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃមាតុភូមិកម្ពុជាមានពន្លឺសន្តិភាពមួយអង្គបានរះឡើងយ៉ាងត្រកាលនៅលើឆាកអន្តរជាតិព្រះអង្គគឺជាព្រះសង្ឃខ្មែរដំបូងគេដែលពិភពលោកគោរពកោតសរសើររហូតត្រូវបានស្នើព្រះនាមជាបេក្ខភាពជ័យលាភីពានរង្វាន់ Nobel សន្តិភាពចំនួន3លើកសម្ដេចព្រះមហាខូសនន្ទវ៉ាយ៉ាវប្រសូតនៅឆ្នាំ1929ក្នុងខេត្តតាកែវព្រះអង្គគឺជាបញ្ញវន្តសង្ឃដ៏ឆ្នើមដែលមានចំណេះដឹងជ្រៅជ្រះបំផុតព្រះអង្គអាចមានព្រះបន្ទូលបានដល់ទៅ15ភាសារួមមានភាសាអង់គ្លេសបារាំងហិណ្ឌូថៃឡាវវៀតណាមបាលីសំស្ក្រឹតនិងភាសាដទៃផ្សេងទៀតព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកពុទ្ធសាសនាពីសាកលវិទ្យាល័យ Nalanda ក្នុងប្រទេសឥណ្ឌាដែលនៅទីនោះហើយព្រះអង្គទទួលបានងារថាមហាខូសនន្ទមានន័យថាអ្នកដែលមានសម្លេងផ្សាយមេត្តាធម៌ដ៏អស្ចារ្យក្នុងសម័យកម្ពុជាប្រជាធិបតេយ្យខណៈដែលព្រះសង្ឃនិងបញ្ញវន្តរាប់ម៉ឺនអង្គត្រូវបានសម្លាប់ព្រះអង្គបានគង់នៅវត្តមួយក្នុងប្រទេសថៃយ៉ាងអាថ៌កំបាំងនៅពេលទទួលដំណឹងថាគ្រួសារនិងសាច់ញាតិទាំងអស់របស់ព្រះអង្គត្រូវបានសម្លាប់ព្រះអង្គមិនបានចងគំហឹងឡើយប៉ុន្តែបានសម្រេចប្រតិយាងទៅកាន់ជំរំជនភៀសខ្លួនតាមព្រំដែនដើម្បីប្រោះព្រំសេចក្តីសង្ឃឹមនិងស្ដារស្មារតីដែលបាក់បែករបស់ប្រជាជនខ្មែរឡើងវិញចំណុចដែលធ្វើឲ្យពិភពលោកស្ងប់ស្ងាត់បំផុតនោះគឺការដឹកនាំមហាធម្មយាត្រាចាប់តាំងពីឆ្នាំ1992ព្រះអង្គបានដឹកនាំព្រះសង្ឃនិងប្រជាជនរាប់ពាន់នាក់យាងនឹងដើរដោយថ្មើរជើងទៅកាន់តំបន់សមរភូមិសង្គ្រាមនិងវាលមីនដើម្បីអំពាវនាវមានការបញ្ឈប់សង្គ្រាមស៊ីវិលនិងបង្រួបបង្រួមជាតិសកម្មភាពនេះបានក្លាយជាទិដ្ឋភាពដ៏រំភើបដែលអង្គការសហប្រជាជាតិនិងមេដឹកនាំពិភពលោកគោរពកោតសរសើរជាពន់ពីសម្ដេចព្រះមហាខូសនន្ទបានសោយទីវង្គតនៅថ្ងៃទី12ខែមិនិនាឆ្នាំ2007ក្នុងព្រះជន្មាយុ78វស្សានៅសហរដ្ឋអាមេរិកបើទោះបីជាកាយព្រះអង្គរលត់ទៅមែនប៉ុន្តែកិត្តិយសនិងមនសិការសន្តិភាពដែលព្រះអង្គបានបន្សល់ទុកសម្រាប់ជាតិខ្មែរគឺនៅតែស្ថិតស្ថេរជានិរន្តរ៍ព្រះអង្គគឺជាតំណាងនៃសន្តិភាពខ្មែរដែលពិភពលោកមិនអាចបំភ្លេចបាន